ខ្ញុំខ្លាចដៃថ្ងៃនេះហ្មងនិយាយពីម្នាក់ផ្នែកឡើងស្រឡាំងកាំង surprise មែនតើណាតើនេះខ្ញុំភ្លឹកថ្នាក់ឡើងដៃលើកឃ្លៀថាពេលនោះខ្ញុំរវល់ថតលេឃ្លៀអូយនិយាយថាអ្នកហៅសោភានឹងគឺថាលេងខ្ញុំមែនតើហ្មងទាំងកូនចៅខ្ញុំគឺផ្អើលពេញនឹងក៏ថាសកម្មភាពរបស់គាត់នេះប្លែកដើរពីចង្ងាយមកហើយអ្នកប្លែកមុខនេះហើយដែលគេហៅថារបស់ពិតចាឥឡូវជួបហើយមានអីទៀតចាបើនិយាយពីផ្នែកមុតផ្នែកមាំមិនថាក្នុងសាច់រឿងឬក៏ក្រៅសាច់រឿងទេតែអ្នកគ្នាស្គាល់គាត់ហើយត្រូវអត់តួអង្គដែលលេចធ្លោជាងគេហ្មងអ្នកគ្នាចាគឺតួអង្គព្រាយចាក៏ដើរតួនៅក្នុងរឿងភ្លើងឆេះក្លឹបក្រោមដីអូខ្ញុំនិយាយមែនអ្នកគ្នាតាំងពីខ្ញុំមើលរឿងហ្នឹងមកអ្នកគ្នាគឺខ្ញុំខ្លាចផ្នែកគាត់ខ្លាំងណាស់និយាយត្រង់ព្រឺរោមមិនទាន់បាត់ទេលោកអើយខ្ញុំក៏ធ្លាប់ជួបគាត់ម្ដងដែរនៅពេលដែលខ្ញុំចូលរួមសម្ពោធសាច់រឿងវីដេអូនេះគឺនៅខេត្តសៀមរាបដែលគាត់សុំរ៉េតពីខ្ញុំណាចានៅក្រៅគឺថាគួរឲ្យស្រឡាញ់មែនតើតែនៅក្នុងរឿងវិញមិនមែនចាអ្នកណាដែលថាមិនព្រឺក្បាលខ្ញាក់នោះចាហើយអ្នកដែលចូលរួមសហការនៅក្នុងការអញ្ជើញគាត់មកចាគឺដេឡែអូយតោះគ្នាគាត់ថាគាត់ចង់មកលេងខ្ញុំយូរហើយប៉ុន្តែគាត់អត់មានឱកាសតែតោះគ្នា surprise ឡើងមិនដឹងថានិយាយថាមិនឲ្យសមទេវីដេអូនេះវិញគឺគេប្រមាញ់គាត់បានតាំងពីនៅសៀមរាបតោះគ្នាវីដេអូនេះយូរដែរថាគាត់ផាត់តខុសសិនមីទេក៏អរគុណអូនមិនត្រឹមជា fan ផលិតផលទេចាំមកលេងយើងដល់កន្លែងទៀតគិតមើលហើយនៅក្រៅតោះគ្នាចាតួអង្គពិសីនេះគឺថាគួរឲ្យស្រឡាញ់ខ្លាំងមែនតើឈ្មោះពិតរបស់គាត់គឺសៅភីទៀតខ្ញុំនឹងមានវីដេអូសម្ភាសគាត់ហើយណាហើយសារនេះសូមបញ្និយាយពីចរិតកូនចៅខ្ញុំបន្តិចចាគឺថាឲ្យយើងលើកដៃអត់មានតលាក់សោះថ្ងៃនេះគឺថាខ្ញុំលើកដៃថ្នាក់ឡើងចុកឃ្លៀកអ្នកតោះនេះអើយចាគេថាមេឃ្លៀកមេឯងស្អាងណាស់អញ្ចឹងសុំថតដាក់ feedback បើជុំមេងុំគាត់ថាអូឲ្យ fan មើលចង់និយាយថាឲ្យមើលតែឃ្លៀកម្ចាស់ brand ស្អាតពិតអញ្ចឹងណាមានណាចា and on ឡើងចង់1ម៉ោងអត់ឲ្យយើងតលាក់ដៃចុះសោះហើយម្ចាស់ brand នេះចាអត់ស៊ីចូលទេមិនតែប្រអាប់ខឹងចាសូមអរគុណហើយនេះដែរគឺទស្សនភាពនៅពេលដែលអាវ៉ាន់ចូលតោះគ្នាចាមើលកម្មវិធីខ្ចប់របស់អាវ៉ាន់របស់យើងគឺថានិយាយចំទៅគឺមាន response ខ្លាំងហ្មងហើយមើលទៅគឺជាអាវ៉ាន់ដែលមាន quality និយាយចំទៅខ្ញុំខកខានសម្ដីមើល fan ខ្ញុំពិតជាសុំទោសមែនតើអ្នកគ្នាខ្ញុំថាបានលក់មុនចូលឆ្នាំប៉ុន្តែចុងក្រោយបានជាថាក្រោយចូលឆ្នាំហើយឡើងចង់ចូល10ថ្ងៃជើងមិនខ្ញុំបានលក់ហើយតើអ្នកគ្នាមើលកេះគេអូយខ្ញុំសរសើរហ្មងចាអ្នក design ណាគាត់យកលំនាំពីរូប profile របស់ខ្ញុំមានអីចាស្អាតប្លែកម្យ៉ាងដែរតាហើយនេះគឺជាទស្សនភាពនៅពេលដែលអាវ៉ាន់យើងចូល stock តែអ្នកគ្នាចាយើងចូលបានតែ50000ខ្លងទេហើយដែលខ្ញុំត្រូវចែកវាសិនណាអ្នកគ្នាទាំងដែលខ្ញុំចូល stock បានត្រឹមតែ20ទៅ30%នៃចំនួនដែលមេក៏អាសារតែខ្ញុំខ្លោចចិត្តនឹង fan ខ្ញុំមែនតើអ្នកគ្នាចាគាត់ comment តាមសួរមិនថានៅក្នុង page តាម TikTok ឬតាមរូបភាពដែលខ្ញុំផុសគាត់សួរខ្ញុំថាពេលណាចូលចាគឺថាខ្ញុំក្តៀនយោបល់ហ្មងខ្ញុំសូមបង្ហាញអំពីឥទ្ធិពលដ៏ខ្លាំងបំផុតរបស់លេខឃ្លៀក brand មីបានផលលឿនខ្លាំងបំផុតគឺសម្រាប់ឃ្លៀកប្រភេទនេះអ្នកគ្នាអ្នកដែលខ្មៅបែបបតាអញ្ចេះក៏រុនរោមឡើងកត្រឹសហើយគេហៅថាសេរីដុំប៉កណាអ្នកគ្នាចាព្យាបាលលឿនមែនតែនេះគឺជាលទ្ធផលឃ្លៀករបស់គាត់ក្រោយប្រើប្រាស់ហើយអ្នកក៏ឆ្ងល់ថាទៅចេញសោះមាន feedback អីភ្លាមហើយចាកុំច្រឡំឲ្យសោះតែគាត់ប្រើប្រាស់តាំងពីជំនាន់ខ្ញុំចែកលេខឃ្លៀកខ្លងតូច150 low free មែនអ្នកគ្នាមើលជាក់ស្ដែងអ្នកគ្នាពិនិត្យមើលសាច់ឃ្លៀករបស់គាត់អ្នកគ្នាអាច zoom បានចាំខ្ញុំដាក់ compare ឲ្យឃ្លៀករបស់គាត់គឺថាខុសគ្នាឡើង360 degree ចង់បានថាលេខឃ្លៀកមួយនេះរូបមន្តមួយនេះគឺខ្ញុំដាក់ជីវិតដាក់បេះដូងដាក់ថ្លើមមួយម៉ាត់នៅក្នុងការចេញលក់ហ្មងអ្នកគ្នាមើលជាក់ស្ដែងចង់ឃ្លៀករបស់គាត់ចង់សោជាងប្រអប់ដៃគាត់ទៀតអូយដូចឃ្លៀកមនុស្សពីរផ្សេងគ្នាហ្មងថាអត់សេរី fake feedback យកឃ្លៀកពីរផ្សេងគ្នាយកមកដាក់អីណាចែកឃ្លៀករបស់គាត់នេះគាត់ប្រើឡើងចង់ចូលមួយខែហើយលេខឃ្លៀករបស់យើងនេះក៏បានចូលមកដល់ស្រុកខ្មែរជាស្ថាពរដូចគ្នាហើយបើរោងចក្រនៃការផលិតវិញគឺកំផុយចាស់គឺលំដាប់ ISO ដែលអាចនាំចេញទៅក្រៅប្រទេសជុំវិញពិភពលោកចារយៈពេល7ឆ្នាំជាងមុននេះដែលខ្ញុំអត់មានលេខឃ្លៀកលក់ខ្ញុំអត់ឲ្យអ្នកដែលគាត់រងចាំឆ្លៃផលិតផលមួយនឹងខកបំណងជាមួយនឹងខ្ញុំដាច់ខាតចាអរគុណច្រើន